ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងជួបគ្នាសារជាថ្មីទៀតហើយដោយថ្ងៃនេះដែរគឺខ្ញុំលើកយកនៅភេទជ្ជៈដាស់យកមកអ៊ុតរង្វាន់ទៀតហើយបងប្អូនដោយឥឡូវបងប្អូនមើលមកជុំទៅណាហើយបងប្អូនមើលមកជុំទៅបើឃើញប្លែកកន្លែងណាអីសូមបងប្អូន comment នៅខាងក្រោមម្នាក់មួយផងដើម្បីផ្ដល់ជាមតិឲ្យខ្ញុំបានដឹងផងហើយអញ្ចឹងមុននឹងកោះអ៊ុតរង្វាន់ភេទជ្ជៈដាស់នេះខ្ញុំក៏សូមខន្តីនឹងអភ័យទោសទៅដល់បងប្អូនទុកជាមុនផងដែរបើសិនជាខ្ញុំនិយាយទៅលើសលួសឬក៏ពាក្យពេចន៍មិនសមរម្យនៅកន្លែងណាមួយដែលចេតនាសូមបងប្អូនអធិស្ឋានអភ័យអត់ទោសដល់ខ្ញុំផងហើយបើបងប្អូនមិនទាន់ជួយចុច Subscribe ដល់ Channel ខ្ញុំទេបងប្អូនជួយចុច Subscribe ឬក៏ជាវឬដាក់សញ្ញាកណ្ដឹងឲ្យខ្ញុំអ្នកមួយផងដើម្បីនឹងបានវីដេអូថ្មីៗពីខ្ញុំបាទហើយនឹងទទួលបានមុនគេអញ្ចឹងណាបងប្អូនទទួលបានវីដេអូថ្មីមុនគេនៅពេលដែលខ្ញុំចុចបង្ហោះវីដេអូថ្មីទៅបងប្អូននឹងឃើញមុនគេហើយបងប្អូនអាច comment នៅខាងក្រោមម្នាក់មួយបានបើសិនជាចង់ឲ្យខ្ញុំយកនៅភេទជាអីដែរយកមកគោះចែកជូនបងប្អូនមើលហើយនឹងអ៊ុតរង្វាន់ទាំងអស់គ្នាបងប្អូនអាច comment លេងបានដោយមិនគិតលុយមិនគិតប្រាក់អីទេបងប្អូនអាច comment លេងបានហើយអញ្ចឹងតោះឥឡូវយើងវិលមកមើលកំប៉ុងយើងវិញយើងមើលមកជុំរួចហើយគឺយើងមើលមកខាងលើនេះគឺ AS2 F ហើយនេះគឺលេខ23ណាបងប្អូនលេខ23ហើយបងប្អូនយកកំប៉ុងដូចនៅក្នុងវីដេអូនេះហើយត្រូវរង្វាន់នេះដែរបងប្អូនជួយ comment នៅខាងក្រោមផងណាបងប្អូនហើយអញ្ចឹងតោះយើងកុំឲ្យខាតពេលវេលាយូរយើងអ៊ុតមើលរង្វាន់ទាំងអស់គ្នាតែម្ដងទៅថាចង់ដឹងថាត្រូវរង្វាន់អីដែរតោះឥឡូវយើងអ៊ុតមើលតែម្ដងទៅតោះបងប្អូនអ៊ុតមើលហាច់អូយ៉ាបាញ់គៀសខ្លាំងណាបងប្អូនវាសូតែភីតោះឥឡូវបងប្អូន comment មើលត្រូវឬក៏ខុសឥឡូវបងប្អូន comment រួចនៅបើ comment រួចហើយតោះឥឡូវយើងគោះមើលតែម្ដងទៅយ៉ាត្រូវរង្វាន់នេះដែរដឹងតែត្រូវហើយបងប្អូនយ៉ាវ៉ាវមួយកំប៉ុងអូហូត្រូវមួយកំប៉ុងបងប្អូននេះគឺភេទជ្ជៈដាស់ហើយត្រូវមួយកំប៉ុងណាបងប្អូនហើយនេះបងប្អូនមើលទៅគឺមួយកំប៉ុងហើយអញ្ចឹងក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយបងប្អូនយល់ឃើញយ៉ាងណាទៅតាមការគូទៅដល់បងប្អូនហើយបងប្អូនអាច comment លេងនៅខាងក្រោមបានដែលចង់ឲ្យខ្ញុំធ្វើនៅភេទជ្ជៈអីដែរហើយឥឡូវនេះគឺភេទជ្ជៈគេដករង្វាន់ណាបងប្អូនដល់ថ្ងៃដល់កំណត់គេនឹងដករង្វាន់ចេញហើយអញ្ចឹងខ្ញុំលែងបាននឹងមានវីដេអូបង្ហោះចែកជូនបងប្អូននៅភេទជ្ជៈអីទៀតហើយអញ្ចឹងពេលដែលគេមិនទាន់ដកគឺខ្ញុំនៅតែយកភេទជ្ជៈផ្សេងយកមកអ៊ុតរង្វាន់ជូនបងប្អូនមើលលេងកម្សាន្តអញ្ចឹងហើយអញ្ចឹងគឺក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសូមជម្រាបលាបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗទៀតជម្រាបលាបងប្អូនទាំងអស់គ្នា